នេះជាសាលាអគ្គិសនីអនុវត្តជាក់ស្ដែងសម្រាប់បណ្ដុះបណ្ដាលអ្នកបច្ចេកទេសសិស្សក្នុងសាលានេះភាគច្រើនដាច់ខាតជាកូនចៅកសិករក្រីក្រកណ្ដាលថ្នាក់ក្រោមឬយុទ្ធជនយុទ្ធនារីដែលមកពីកងទ័ពបដិវត្តន៍មិត្តថនអាយុ16ឆ្នាំមិត្តបានចូលធ្វើបដិវត្តន៍តាំងពីអាយុ9ឆ្នាំនៅក្នុងកងទ័ពមិត្តបានចូលរួមប្រយុទ្ធវាយខ្មាំងក្នុងសមរភូមិជាច្រើនហើយធ្លាប់ត្រូវរបួសផងក្មួយកុមារដូចមិត្តថននេះមានច្រើនរាប់មិនអស់នៅគ្រប់សមរភូមិមុខក្រោយក្នុងប្រទេសយើងពួកគេសុទ្ធតែមានប្រវត្តិរូបមិនធម្មតាសពថ្ងៃក្មួយខិតខំធ្វើការអស់កម្លាំងកាយកម្លាំងចិត្តតាមអង្គភាពរៀងខ្លួនដើម្បីការពារនិងកសាងប្រទេសរៀនទ្រឹស្ដីជាប់នឹងការអនុវត្តជាក់ស្ដែងរៀនជាប់នឹងពលកម្មនិងការបង្កបង្កើនផលជាទិសរបស់បកយើងខាងសិក្សាអប់រំចូលបងប្អូនយុវជនយុវនារីយើងខិតខំទៅនៅក្នុងប្រទេសសង្គមនិយមយើងនេះមានទឹកដីនិងផ្ទៃអាកាសយ៉ាងធំទូលាយឲ្យបណ្ដាមិត្តលោតផ្លោះហោះហើរតាមចំណង់ចិត្តរោងពុំប្រជាជនបំរើក្នុងប្រទេសយើងសម្បូរវត្ថុធាតុដើមសម្រាប់ធ្វើថ្នាំបុរាណណាស់ពេទ្យបដិវត្តន៍យើងយកថ្នាំឈើនៅក្នុងប្រទេសយើងមកធ្វើជាថ្នាំពេទ្យគ្រប់បែបយ៉ាងមិត្តអំពីមុនធ្លាប់ត្រូវរបួសក្នុងយុទ្ធនាការការពារអង្គរវត្តដៃស្ដាំរបស់មិត្តត្រូវកាត់ចោលឥឡូវមិត្តកំពុងខិតខំធ្វើការដើម្បីបម្រើសុខភាពរបស់ប្រជាជនដែលជាកុលបុត្រកុលធីតានៃបុព្វបុរសសម័យអង្គរ
ក្នុងពេល3ឆ្នាំកន្លងមកនេះយើងក៏បានទទួលលទ្ធផលជាទីគាប់ចិត្តដែរខាងសង្គមគិច្ចនិងសុខាភិបាលយើងបានរៀបចំប្រព័ន្ធសុខាភិបាលយើងនៅទូទាំងប្រទេសគ្រប់សហករណ៍ស្រុកតំបន់ភូមិភាគហើយនៅទីក្រុងភ្នំពេញសុទ្ធតែមានមន្ទីរពេទ្យនិងមន្ទីរធ្វើថ្នាំពេទ្យអាគារដែលស្ថិតក្នុងចំណោមផ្កាស្រស់និងដើមឈើខៀវស្រងាត់នេះជាមន្ទីរពេទ្យបដិវត្តន៍សម្រាប់កុមារនៅក្នុងសង្គមចាស់បើកូនចៅកម្មករនិងកសិករក្រកណ្ដាលថ្នាក់ក្រោមមានជំងឺឈឺថ្កាត់អ្វីគ្មានលុយព្យាបាលទេព្រោះហេតុនេះហើយបានជាមានកុមារច្រើនអនេកត្រូវស្លាប់បង់ជីវិតយ៉ាងអណោចអាធមក្រោយពេលរំដោះបកនិងរដ្ឋាភិបាលយើងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សុខភាពរបស់កុមារកាលណាក្មួយមានជំងឺបានពេទ្យជួយព្យាបាលនិងថែទាំយ៉ាងហ្មត់ចត់ក្នុងពេល3ឆ្នាំកន្លងមកនេះយើងបណ្ដុះបណ្ដាលបានពេទ្យបដិវត្តន៍ជាច្រើនដែលស្រឡាញ់ប្រជាជនហើយមានស្មារតីលះបង់ខ្ពង់ខ្ពស់បងប្អូនអនុវត្តជាក់ស្ដែងបណ្ដាលរៀនសូត្របណ្ដាលហើយក៏បានលួចដំនិងលើកកម្ពស់បច្ចេកទេសក្នុងដំណើរជាក់ស្ដែង